សួស្តីអ្នកទាំងអស់គ្នានៅក្នុងសប្តាហ៍នេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាទាក់ទងទៅនឹងការទៅ download នៅ Windows Server ហើយនិងWindows 11ដើម្បីយកមកដំឡើងនៅក្នុងlab របស់យើងដោយសារពីវីដេអូមុនគឺខ្ញុំបានបង្ហាញអ្នកទាំងអស់គ្នាហើយថាអ្វីយើងត្រូវការគឺយើងត្រូវការ Windows Server មួយនិង Windows 11មួយដើម្បីយកមកតេស្តនៅក្នុង VMware យើងអញ្ចឹងដើម្បីកុំឲ្យខាតពេកយើងចូលទៅ download ទាំងអស់គ្នាទៅអ្នកទាំងអស់គ្នាអាចបើកweb browser Firefox ក៏បានGoogle Chrome ក៏បានចំពោះខ្ញុំចូលចិត្តប្រើគឺ Google Chrome អញ្ចឹងយើងទៅ download Windows Server មុនគឺអ្នកទាំងអស់គ្នាអាចងាយស្រួលនៅក្នុងការ download ពី Microsoft យើងគ្រាន់តែវាពាក្យថា download Windows វា load មក11មុនអូខេយើងយក11មុនក៏បានដែរអញ្ចឹងនៅពេលដែលយើងសរសេរតែប៉ុណ្្នឹងគឺវានឹងអូតូទៅរកfile download ឲ្យយើងហើយអញ្ចឹងនេះយើងចុចអាកន្លែងនេះ download Windows 11នេះមកបន្ទាប់មកអានេះយើងមិនបាច់ចាំមើលទេគឺយើងមកមើលកន្លែងនេះ download Windows 11 Decimate ISO អញ្ចឹងយើងចុចអាកន្លែងនេះមកដើម្បីយើងរើសយក Windows អញ្ចឹងគេដាក់បែបនេះគឺបានន័យថានៅក្នុង file ISO ហ្នឹងគឺវាមាន Windows 11ផងបានន័យថា Windows 11 Pro ឬក៏ Home ឬក៏ Edition អញ្ចឹងគេដាក់ Multi Edition អញ្ចឹងយើង select ទៅវាទៅហើយយើងចុច Confirm បន្ទាប់មកកន្លែងនេះវាឲ្យយើងជ្រើសរើសយកភាសាកន្លែងហ្នឹងវាចង់បានន័យថានៅពេលដែលយើង download យក file ហ្នឹងតើយើងចង់បានជាភាសាអីភាគច្រើនគឺខ្ញុំ recommend ឲ្យអ្នកនរគ្នាយកជាភាសាអង់គ្លេសដើម្បីយើងស្រួលមើលគឺ United States នេះតើមកយើងចុច confirm ម្ដងទៀតអញ្ចឹងនៅពេលដែលយើងចុច confirm ហើយអ្នកនរគ្នាចុច download ទៅរងចាំវាបន្តិចបើសិនបើអ្នកនរគ្នាប្រើ IDM គឺលឿនហ្នឹងហើយឃើញវា down បានហើយអញ្ចឹងអ្នកនរគ្នាអាចរកទីតាំង file ហ្នឹងមកឧទាហរណ៍ថាអ្នកនរគ្នាទុកនៅកន្លែងហ្នឹងអញ្ចឹងអ្នកនរគ្នាចុច save បន្ទាប់មកចុច download ទៅតែសម្រាប់ខ្ញុំគឺខ្ញុំ download រួចហើយចំពោះ Windows 11ហ្នឹងអញ្ចឹងអ្នកនរគ្នាអាចធ្វើការ download ទៅបើសិនបើអ៊ីនធឺណិតអ្នកនរគ្នាលឿនគឺការ download ហ្នឹងក៏វាលឿនទៅតាមនឹងដែរអញ្ចឹងអាហ្នឹងទាក់ទងទៅនឹង Windows 11អញ្ចឹងយើងចូលទៅ Windows Server វិញ Windows Server ដូចគ្នាដែរអ្នកនរគ្នាវាយ download មក download Windows Server ISO អញ្ចឹងវានឹងរត់ទៅដល់កន្លែង download ហើយមុនដំបូងខ្ញុំគិតថាយើងសិក្សាពី Windows Server 2022ប៉ុន្តែដល់ពេលខ្ញុំចុចមើលទៅឃើញវាឡើងដល់2025ហើយអញ្ចឹងយើងយក version ចុងក្រោយហ្នឹងមកសិក្សាទាំងអស់គ្នាទៅយើងចុចលើវាតើមកអ្នកទាំងអស់គ្នានឹងមកដល់កន្លែងដែល Microsoft គាត់អនុញ្ញាតឲ្យយើងទៅ download file ហ្នឹងយកមកសិក្សាអញ្ចឹងកន្លែងនេះជាភាសាអញ្ចឹងយើងជ្រើសយកកន្លែងនេះមកភាសាអង់គ្លេសហើយយើង download កន្លែងនេះពីរនេះអ្នកទាំងអស់គ្នាមិនបាច់ចាំ download ទេដោយសារវាអត់ត្រូវ requirement យើងទេយើងចុចកន្លែងនេះដាក់ម៉ៅលើវាហើយចុច download មកអញ្ចឹងទំហំ file នេះក៏វាធំដែរអញ្ចឹងអ្នកទាំងអស់គ្នាធ្វើដូចលើកមុនទៅចុចទៅរកទីតាំងវាហើយអ្នកទាំងអស់គ្នាចុច save ទុកហើយ start download ទៅអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នា download ហើយអាចយកវាទៅទុកជាមួយ folder ទៅចាំយើងចាប់ផ្ដើមធ្វើ lab ទាំងអស់គ្នាអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយក្នុងការ set up Windows Server នឹងនៅក្នុង VMware ទាំងអស់គ្នា